ជាទូទៅលោកអ្នកគួរផ្លាស់ប្ដូរផ្លិតទឹករៀងរាល់6 ខែទៅ1 ឆ្នាំម្ដងទោះជាយ៉ាងណានៅក្នុងប្រទេសកម្ពុជាដែលមានអាកាសធាតុក្តៅខ្លាំងនិងកាំរស្មី UV ខ្ពស់បូករួមនឹងធូលីដីហុយច្រើនកត្តាទាំងនេះធ្វើឲ្យសាច់កៅស៊ូរបស់ផ្លិតទឹកឆាប់ក្រៀមស្វិតនិងរឹងដែលធ្វើឲ្យអាយុកាលជាក់ស្ដែងរបស់វាអាចធ្លាក់ចុះមកត្រឹមតែ6 ទៅ 8 ខែប៉ុណ្ណោះប៉ុន្តែលោកអ្នកក៏អាចសង្កេតមើលរោគសញ្ញាព្រមានសំខាន់ដែលបញ្ជាក់ថាត្រូវដូរផ្លិតទឹកថ្មី 1. កោសទឹកទៅសល់ស្នាមឆ្នោតនៅពេលផ្លិតទឹកដំណើរការវាមិនអាចបោះទឹកចេញបានស្អាតល្អដោយបន្សល់ទុកនៅស្នាមទឹកនៅលើកញ្ចក់ដែលធ្វើឲ្យពិបាកមើលផ្លូវខ្លាំងនៅពេលយប់ឬពេលមេឃភ្លៀងធំ 2. មានសំឡេងលាន់ឮងើតឬក៏លុតកន្ត្រាក់ប្រសិនបើលោកអ្នកប្រើផ្លិតទឹកហើយឮសំឡេងកកិតខុសធម្មតាឬឃើញផ្លិតទឹកលុតសញ្ញាកន្ត្រាក់ឬដំណើរការមិនរលូនលើផ្ទៃកញ្ចក់នេះគឺជាសញ្ញាថាសាច់កៅស៊ូបានរឹងក្រៀមនិងបាត់បង់ភាពយឺតហើយ 3. សាច់កៅស៊ូមានការរហែកនិងស្វិតវាញនៅពេលពិនិត្យមើលដោយផ្ទាល់ឃើញសាច់កៅស៊ូមានស្នាមប្រេះឬដាច់រហែកចេញពីបាតដៃទប់ឬមានសភាពវាញមិនស្មើទម្រង់ដើម